យើងតាអាំងសាច់នៅអូចំណាទាំងអស់គ្នាកំពង់សោមអូចំណាតោះចេញដំណើរតោះដើរលេងទាំងអស់គ្នាយាយយោជំរាបសួរបងប្អូនថ្ងៃនេះសម្រាប់ពីការងារនាំក្រុមគ្រួសារទៅដើរលេងហើយឆ្លៀតទៅមើលដីនៅអូចំណាអូញ៉ាហេងកំពង់សោមយើងនឹងនៅភូមិបាត់កគីឃុំអូញ៉ាហេងក្រុងផ្សេងនោះថ្ងៃនេះគិតថាដំណើរកំសាន្តប្រហែលជា cancel ហើយបើមេឃភ្លៀងនៅកំពង់សោមភ្លៀងអត់ឈប់សោះដល់ពេលចេញដំណើរមកដល់ត្រឹមបិទត្រាំងរាំងភ្លៀងហើយចឹងទៅក៏រៀងមានសង្ឃឹមឡើងវិញខំរៀបចំសាច់រៀបចំមាន់អីខ្យងអីយកទុកអាំងហូបលេងមើលថ្ងៃលិចនៅខាងនោះហើយព្រោះនៅនោះមានទេសភាពវាស្រែហើយគួរចង់កយគុណមែនតើល្ងាចឡើងមានសัตว์វងសัตว์ស្លាប់ហើពេញមេឃទៀតប៉ុន្តែមិនដឹងថ្ងៃហ្នឹងមិនដឹងថាទៅបានឃើញសัตว์ស្លាប់ហើដោយរាល់ដងអត់ទេមើលទេសភាពតាមផ្លូវស្អាតហើយខាងនេះវត្តថ្មីដែលច្បាយខេត្តជំនាន់មុនគាត់កសាងតែអត់ទាន់ហើយមានរូបព្រះមានអីស្អាតមែនតើដល់ពេលមើលចឹងទៅនឹកឃើញកាលពីជំនាន់កំពង់សោមអត់ទាន់មានចិនចូលឥឡូវយើងមកដល់ផ្លូវចូលហើយយើងបត់ចូលទៅខាងផ្លូវចូលនៅកោះខ្យងយើងបត់ចូលមកនេះយើងមកពីមិញខ្ញុំហួសទៅខាងផ្សារអូចនាទៅទិញអីវ៉ាន់តិចតួចហើយបត់មកវិញយើងជិះតាមបត់ខាងឆ្វេងដៃបើពីកំពង់សោមមកបត់ខាងស្ដាំដៃផ្លូវចូលកោះខ្យងហើយនេះបត់ចូលតាមវត្តម៉ាអ៊ូពីផ្លូវជាតិមកប្រហែលជា200ម៉ែត្រមកដល់ហ្នឹងយើងបត់ស្ដាំចូលឥឡូវមកដល់តាមផ្លូវខ្ញុំឆ្លៀតកាប់មែកឈើទុកយកទៅធ្វើសម្រាប់ដាក់អាំងមាន់ព្រោះយើងអត់មានចក្រានទេយើងមានតែបកាត់ភ្លើងយើងមានបកាត់ភ្លើងចឹងទៅហើយយើងដាក់មែកឈើទល់ហើយយើងដោតមាន់អាំងទៅដើម្បីឲ្យវាសមនឹងទេសភាពដែលយើងធ្វើចឹងណាទេសភាពនៅហ្នឹងវាយើងសមតែអាំងចឹងទេបើយើងមានចក្រានអីត្រឹមត្រូវក៏វាអត់សូវតំណងដែរកាប់នេះបានមែកពុត្រានេះរៀងបលាច្រើនដែរណាកាប់ចង់មុតដៃដែរណាសិតតែបលាហើយអធិស្ស្រ័យសំឡេងរៀងស្អកតិចហ្នឹងដោយសារសុខភាពមិនសូវស្រួលមេឃភ្លៀងមកពេករៀងផ្ដាសាយកំពង់កក៏មិនសូវស្រួលដែរតែជាឆ្លៀតដើរលេងឥឡូវមុតដៃបន្តិចបាត់ហ្នឹងតែកាប់តាមស្រួលមុតហើយព្រោះបលាពុត្រាបងប្អូនដឹងស្រាប់ហើយវាច្រើនវាសោះពេញហ្នឹងឆ្លៀតកាប់បានក៏គ្រាន់យកទៅដាក់អាំងមាន់ហើយយើងលះបលាវាចេញមកដើម្បីកុំឲ្យវាមុតដៃបលាច្រើនមែនតើថ្ងៃនេះដឹងថាឆ្ងាញ់ហើយមាន់ព្រោះបានមាន់ស្រែមួយមកយកមកយើងប្រឡាក់ហើយយើងដល់នោះយើងរៀបចំកាត់ភ្លើងដាក់អាំងហ្មងឥឡូវយើងចេញដំណើរតទៀតមកដល់គោលដៅហើយដល់ឯដីដែលខ្ញុំទិញទុកហ្នឹងទិញបានឆ្នាំហើយតែក៏យើងវាអត់ដឹងតាន់ដឹងថាត្រូវធ្វើអីគេនៅហ្នឹងតាន់ដឹងថាធ្វើផ្ទះឬធ្វើអីវាឆ្ងាយពីក្រុងដែរឥឡូវយើងទុកគ្រាន់មកលេងកំសាន្តយូរម្ដងអានេះមែកឈើដែលខ្ញុំកាប់ទុកមុនហ្នឹងហើយឥឡូវយើងរៀបចំទុកសម្រាប់ដាក់អាំងមាន់ហើយយើងមានខ្យងមានអីសម្រាប់អាំងផ្សេងទៀតហើយប៉ុនខ្ញុំគាត់រៀបចំធ្វើពីផ្ទះមកមានបុកអំពិលមានអីពីផ្ទះមកសម្រាប់ហូបមួយមាន់អាំងនេះកូនស្រីខ្ញុំ2នាក់នោះអាទូចហ្នឹងអូនិយាយពីលពឹសរត់ថាធ្វើអីចង់បានគេនាំលេងទាញទៀតដើរពាត់ជុំវិញហ្នឹងទៀតលើអត់ស្ងៀមទេតែសប្បាយមានកូនទូចចឹងដើរលេងក៏សប្បាយម្យ៉ាងចឹងទៅអូខេតើអីហងអូម៉ាក់វាទៅនោះបាត់ទៀតឥឡូវសូមបងប្អូនអញ្ជើញទស្សនាទាំងអស់ការសកម្មភាពដែលយើងអាំងមាន់ហ្នឹងតែដូចជាមិនសូវបានថតដោយសារតែជាប់ដៃជាមួយកូនទូចពេកហើយអូនិយាយទៅណាមួយដែលជក់ចិត្តមួយទេសភាពផងហើយខាងជុំវិញហ្នឹងមានស្រែប្រជាជននៅខាងហ្នឹងគាត់ធ្វើស្រែហើយនៅស្រូវហ្នឹងបែកគុំហើយស្រូវគេស្ទូងមិនមែនស្រូវព្រុសទេមើលទៅបានផលគួរសមដែរព្រោះស្រូវគាត់បែកគុំធំដែរហើយខ្ញុំចង់រើសខ្យងដែរប៉ុន្តែទឹកហ្នឹងវាឆ្លើងពេកដល់ចឹងទៅគាត់ថាលែងហ៊ានវិញដំបងគាត់ថាចង់រើសខ្យងក្នុងស្រែព្រោះឃើញខ្យងច្រើនតែអត់ហ៊ានចុះព្រោះទឹកហ្នឹងមានឆ្លើងដោយសារ
ពេលដែលគេអត់មានតន់ធ្វើស្រែឡើយហ្នឹងយើងក៏លុបទឹកឲ្យមានកបីវាដេកត្រាំកបីវាដេកត្រាំនឹងស្រែហ្នឹងអញ្ចឹងបើសិនជាទឹកណាដែលមានកបីដេកត្រាំភាគច្រើនគឺមានឆ្លើងយើងអត់ហ៊ានចោះអញ្ចឹងគាត់ថាមើលទេសភាពបានអត់ហ៊ានចោះទេខ្លាចឆ្លើងទៀមនេះកូនទូចកូនបើខ្ញុំនិយាយពីថាអត់នេះអត់ស្ងៀមទេគឺដើរលេងរហូតដើររើសនេះរើសនោះកាន់តាគៀបមួយហ្មងដើរចាប់អីទៀតហ่ะសបាយវាបានមកលេងអញ្ចឹងវាសបាយមានវាទីធ្លាធំមកនៅផ្ទះហ่าរៀងចៀតនេះកន្លែងដែលខ្ញុំរកចាប់ខ្យងបងប្អូននៅក្នុងហ្នឹងមានខ្យងនៅក្នុងស្រែហ្នឹងឃើញខ្យងច្រើនមើលទៅក្នុងទឹកហ្នឹងហើយបែរវាអត់ហ៊ានណាយើងអត់ហ៊ានចុះខ្យងហ្នឹងឃើញនៅខាងក្រៅឬតែអត់ហ៊ានចុះទេបើចុះខ្លាចឆ្លើងពួកអីក្នុងទឹកហ្នឹងដឹងតែមានឆ្លើង 100% មកតែស្អាតទេសភាពខ្ញុំស្រឡាញ់ទេសភាពស្អាតមានភ្នំមានវាស្រែហើយម្ដងត្រជាក់លហឹមខែហ្នឹងត្រជាក់មើលទេសភាពបងប្អូនស័ក្តិសមសម្រាប់ការយើងដាក់អាំងសាច់ឬក៏យើងហូបចុកអីជុំគ្នាបើមានអាចៈទៀតកាន់តែល្អតែខ្ញុំមកសារនេះខ្ញុំអត់មានអាចៈទេយើងគ្រាន់តែហូបបាយហើយមើលទេសភាពមើលថ្ងៃលិចហើយរៀបចំទៅផ្ទះវិញសូមអញ្ជើញទស្សនាទាំងអស់គ្នាទេសភាពហើយនឹងការអាំងសាច់ទាំងអស់ហើយនេះគឺជាមាន់ដែលភរិយាខ្ញុំគាត់ប្រឡាក់ពីផ្ទះមកហើយយើងយកមកអាំងនៅនេះយើងប្រឡាក់គ្រឿងរួចហើយយើងអត់មានអីច្រើនទេគ្រឿងមានតែប្រេងខ្យងម្សៅស៊ុបតែប៉ុណ្ណឹងហើយយើងយកមកអាំងយើងលាបជាមួយនឹងម្សៅល្មៀតតិចមកដើម្បីឲ្យវាឡើងពណ៌ក្រហមស្អាតពេលដែលយើងអាំងអញ្ចឹងនិយាយទៅអាំងបដាមើលទេសភាពបដាដល់ពេលមាន់ឆ្អិនយើងតិចទៀតមាន់ឆ្អិនយើងបានឆ្ងាញ់មាត់ហើយឥឡូវយើងមើលទេសភាពសិនហើយយើងរៀបចំបាយយើងរៀបចំដាក់ខ្យងដាក់អីអាំងបដាជាមួយមាន់ហ្នឹងហើយមើលទេសភាពបន្តទៀតបងប្អូនជើញទស្សនាទេសភាពហើយនឹងសកម្មភាពនៃការអាំងមាន់ទាំងអស់គ្នាសូមអរគុណហើយបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសូមជួយចែកម្លែកហើយនឹងជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីបន្ថែមទៀតពីដំណើរកម្សាន្តនៅក្រុងព្រះសីហនុព្រោះនៅក្រុងព្រះសីហនុនេះមានកន្លែងដើរលេងច្រើនខ្ញុំនឹងព្យាយាមបង្ហាញបន្ថែមតទៀតសូមអរគុណអិនហើយបងប្អូនកយបាយសំណុំHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn. Trời ơi ăn được áឥឡូវម៉ាមីគាត់សម្ពោធមុនគេមាន់ឆ្អិនកាច់ភ្លើងមួយមកទំនងមែនតែនបងប្អូនហើយមាន់អាំងជាមួយនឹងបុកកសាំងឆ្ងាញ់មែនតែនឥឡូវវីដេអូយើងមកដល់ទីបញ្ចប់ហើយសូមបងប្អូនជួយ Subscribe និង Like វីដេអូនេះម្នាក់មួយផងសូមអរគុណជួបគ្នាវីដេអូក្រោយទាំងអស់គ្នាបាយបាយ